រឿងខ្មោចបឹងកន្សែងកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះចៅរស់នៅក្នុងភូមិតូចមួយនៅជ័យក្រុងចៅជាអ្នកក្លាហានហើយមានកម្លាំងខ្លាំងក្លានៅក្នុងភូមិនោះមានបឹងមួយឈ្មោះថាបឹងកន្សែងបឹងនោះមានទឹកថ្លាតែជ្រៅប៉ុនប្រមាណនិងមានដើមឈើធំធំវល្លិវែងវែងព័ទ្ធជុំវិញដើមឈើទឹកត្រជាក់ស្រេបប្រជាជនក្នុងភូមិតែងតែហាមឃាត់កូនចៅកុំឲ្យទៅលេងជិតបឹងនោះនៅពេលល្ងាចព្រោះពួកគេនិយាយថាមានខ្មោចពស់ខ្មោចញាក់រស់នៅទីនោះថ្ងៃមួយចៅបានស្រែកប្រាប់បងប្អូនជិតខាងថាខ្ញុំមិនជឿថាមានខ្មោចទេខ្ញុំនឹងទៅនៅពីបើយប់នៅបឹងកន្សែងនោះដើម្បីបង្ហាញថាវាជារឿងកុហកឬរឿងពិតទោះបីមានចាស់ហាមឃាត់យ៉ាងណាចៅក៏មិនស្ដាប់ល្ងាចនោះគាត់បានយកដាវនិងចង្កៀងឡើងទៅដេកលើទួលគោកតូចមួយនៅចន្លោះបឹងនោះពេលនោះពពកខ្មៅងងឹតពពកបាំងព្រះច័ន្ទធ្វើឲ្យមេឃងងឹតសន្ធោសន្ធៅសំឡេងកង្កែបនិងសត្វយំក្អាកក្អាកឮត្រដាស់ត្រដួសពីចម្ងាយក្រលួចគួរឲ្យព្រឺព្រួចលុះដល់អធ្រាត្រសំឡេងស្ងប់ស្ងាត់អស់ទៅមានតែសំឡេងខ្យល់បក់ល្វឹបស្លឹកឈើវូវូចៅកំពុងតែដេកលង់លក់ស្រាប់តែគាត់ឮសំឡេងស្រីឮពីទិសបឹងអ្នកណាអង្គុយទីនោះចូលមកលេងអូនមកសំឡេងនោះពីរោះដូចសំឡេងទឹកហូរប៉ុន្តែធ្វើឲ្យចៅក្អែករន្ធត់គាត់ភ្ញាក់ឡើងឃើញស្ត្រីម្នាក់ពាក់សំពត់ខៀវមានសម្រស់ស្អាតណាស់កំពុងឆ្ពោះមករកគាត់ភ្នែករបស់នាងភ្លឺច្បាស់ក្នុងរាត្រីងងឹតដោយគ្មានពន្លឺបន្តិចណាមួយនៅជុំវិញនាងនោះទេចៅដឹងថានាងមិនមែនមនុស្សធម្មតាទេប៉ុន្តែត្រូវបានសម្រស់របស់នាងតាក់ចិត្តបាត់បង់ស្មារតីភ្លេចខ្លួននាងនិយាយថាបងទៅណាអូនឈ្មោះនាគកវ័នអូនរងចាំបងយូរហើយសូមបងចូលមកជួបអូននៅក្នុងទឹកនេះផងតែដែលនាងនិយាយចៅដេកត្រង់មើលទៅលើឃើញនាងកំពុងទាញដៃគាត់ឲ្យងើបឡើងកម្លាំងអាគមរបស់នាងខ្លាំងពេកចៅមិនអាចតទល់បានឡើយគាត់ក៏ដើរតាមនាងទៅក្នុងទឹកដោយមិនដឹងខ្លួនលុះដល់ក្នុងទឹកនាងក៏អូសចៅចុះទៅក្នុងទឹកបឹងនោះនៅពេលដែលចៅស្ទើរតែស្លាប់គាត់ឃើញនាងប្លែករូបរាងទៅសត្វពស់ដ៏គួរឲ្យខ្លាចមានធ្មេញសនិងជ័យសម្ពុតហួសពីទឹកនាងនិយាយដោយសំឡេងគួរឲ្យខ្លាចថាបងឯងកុហកថាហ៊ានឥឡូវបងឯងហើយជាអាហារអូនហើយហាហាហាចៅព្យាយាមទាញដាវពីចង្កេះប៉ុន្តែដាវនោះធ្លាក់ទៅក្នុងភក់បាត់ទៅហើយក្នុងពេលដែលនាងនាគកវ័នហាមាត់បំរុងនឹងស៊ីចៅបានរត់ឡើងច្រាំងហើយស្ទុះទៅលើគោកនាងនាគកវ័នខឹងសម្បារយ៉ាងខ្លាំងបណ្ដាលឲ្យរលកធំបោកបក់ទៅគាត់ចៅស្ទើរតែបាត់បង់ជីវិតពេលដែលរត់ទៅដល់ព្រៃជិតភូមិគាត់បានឮសំឡេងមាន់រងាវព្រះអាទិត្យក៏ចាប់ផ្ដើមរះផុតពីពពកនិងចេញពន្លឺមកពេលដែលពន្លឺថ្ងៃប៉ះបឹងស្ត្រីនោះក៏បាត់ខ្លួនទៅវិញហើយស្លាកស្នាមដែលនាងឈរក៏คล้ายជាដុំថ្មធំមួយចៅក៏រត់ដល់ផ្ទះស្ទើរស្លាប់ស្ទើររស់និងធ្លាក់ខ្លួនឈឺធ្ងន់ជាខ្លាំងហើយបានរៀបរាប់រឿងនោះឲ្យប្រជាជននៅភូមិស្ដាប់ចាប់ពីថ្ងៃនោះមកមិនមាននរណាហ៊ានទៅជិតបឹងកន្សែងនៅពេលយប់នោះឡើយមានមនុស្សនិយាយតគ្នាថានាងនាគកវ័នគឺជាខ្មោចដែលកើតពីស្ត្រីដែលស្លាប់ដោយលោតចូលបឹងដើម្បីសម្លាប់ខ្លួនហើយវិញ្ញាណរបស់នាងបានចូលទៅរួមជាមួយពស់ដ៏ធំមួយដែលរស់នៅទីនោះ